ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាឥឡូវនេះគឺខ្ញុំកំពុងស្ថិតនៅកន្លែងរូបគំនូរដើម្បីសន្តិភាពទី2ដែលនៅភ្នំពេញយើងពុកម៉ែបងប្អូនទាំងគ្នាចាស់ហើយរូបគំនូរនេះដែរគឺខុសប្លែកអំពីរូបគំនូរនៅសៀមរាបព្រោះថារូបគំនូរទាំងអស់នេះចាស់គឺបង្ហាញពីភាពឈឺចាប់ដែរទាហានសៀមបំផ្លិចបំផ្លាញភូមិនិងផ្ទះសម្បែងប្រជាពលរដ្ឋខ្មែរយើងក៏ដូចជាវត្តអារាមក៏ដូចជាវត្ថុស័ក្តិសិទ្ធិដែលយើងគោរពបូជាផងដែរពុកម៉ែបងប្អូនទាំងគ្នាចាស់ហើយសង្ឃឹមថាការឈឺចាប់មួយនេះដែលពួកសៀមបានធ្វើមកលើយើងមួយនេះសង្ឃឹមថាពុកម៉ែបងប្អូនទាំងគ្នានឹងចូលរួមពហិការផលិតផលសៀមនៅតែបន្តពហិការមួយជីវិតម្ដងណាបងប្អូនទាំងគ្នាចាសង្ឃឹមថាយើងមិនប្រើរបស់សៀមនៅលើទឹកដីប្រទេសកម្ពុជាយើងទៀតឃើញថាប្រជាពលរដ្ឋខ្មែរយើងគាត់បាននាំគ្នាមកទស្សនាច្រើនណាបងប្អូនទាំងគ្នាចាហើយនេះខ្ញុំសង្ឃឹមថាពុកម៉ែបងប្អូនដែលមិនទាន់បានមកទស្សនាទេអាចមកទស្សនាបានចាហើយក៏ដូចជាចូលរួមចំណែកថតជាវីដេអូឃ្លីបចានិយាយអីក៏បានដែរណាពុកម៉ែបងប្អូនទាំងគ្នាចារៀបរាប់ពីភាពឈឺចាប់ភ្ជាប់ជាមួយនឹងផ្ទាំងគំនូរទាំងអស់នេះទៅកាន់ពិភពលោកឲ្យពិភពលោកបានឃើញពីភាពឈឺចាប់ក៏ដូចជាការឈ្លានពានការបំពានមកលើទឹកដីប្រទេសកម្ពុជាយើងចាពីពួកទាហានសៀមពីពួកប្រទេសសៀមប្រទេសចៅសៀមពុកម៉ែបងប្អូនទាំងគ្នាហើយនឹងខ្ញុំសូមទទូចសូមចិត្តដដែលពីពុកម៉ែបងប្អូនទាំងគ្នាចាជួយចូលរួមពហិការផលិតផលសៀមទាំងអស់គ្នាណោះពីព្រោះថាទាហានខ្មែរយើងគាត់ខំពលីជីវិតដើម្បីជាតិមាតុភូមិចុះយើងគាត់តែពហិការឈប់ប្រើផលិតផលសៀមហេតុអីយើងធ្វើអត់បានអញ្ចឹងយើងត្រូវតែយកភាពឈឺចាប់នេះចាគឺផ្ដាំតកូនតចៅតចំនួនថាពូជសៀមពូជបំផ្លាញជាតិខ្មែរយើងអញ្ចឹងសង្ឃឹមថាពុកម៉ែបងប្អូនទាំងអស់គ្នានឹងជួយចូលរួមទាំងអស់គ្នា